ថ្នាំព្យាបាលជំងឺកាមរោគធ្លាក់សហើយនឹងកើតហឺតជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាតបាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តព្យាបាលកើតជំងឺកាមរោគទូទៅមិនថាបងប្អូនកើតស្វាយកើតប្រមេះឬអ្នកខ្លះគេហៅថាប្រមេះទឹកបាយជាដើមរូបមន្តនេះអាចព្យាបាលទាំងស្ត្រីធ្លាក់សរដូវមិនទៀងឈឺចុកចាប់ពេលមានរដូវហើយនឹងបងប្អូនដែលកើតហឺតឧស្សាហ៍ហត់នឿយអស់កម្លាំងស្លេកស្លាំងជាដើមរូបមន្តមានស្មៅត្រចៀកទន្សាយដំបូងពុកម៉ែបងប្អូនទៅរកស្មៅត្រចៀកទន្សាយបរិមាណមិនកំណត់ទេបើសិនជាបងប្អូនឃើញច្រើនដកឲ្យបានច្រើនបងប្អូនចង់ប្រើស្រស់ក៏បានឬហាលថ្ងៃទុកឲ្យស្ងួតក៏បានអាចយកមកប្រើបានទាំងស្រស់ទាំងស្ងួតវិធីធ្វើយកស្មៅត្រចៀកទន្សាយចំនួន1ក្តាប់ដៃលាងទឹកឲ្យស្អាតដាំទឹកចំនួន2លីត្រដាំឲ្យពុះរយៈពេល20នាទីទៅ30នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរចំណែកការតមបងប្អូនតមរបស់ជូរប្រៃហិលរបស់ផ្អាប់របស់ត្រាំដូចជាទំពាំងជាដើមប៉ុន្តែមិនមែនមានន័យថាហាមមិនឲ្យហូបដាច់ខាតនោះទេបងប្អូនហូបបានប៉ុន្តែកុំហូបជូរពេកប្រៃពេកហិលពេកហើយនឹងទំពាំងបើសិនជាអាចផ្អាកបានក៏ផ្អាកសិនចុះចាំឲ្យបានជាសះស្បើយសិនចាំបងប្អូនទទួលទានសូមបញ្ជាក់បងប្អូនដែលកើតជំងឺកាមរោគមានន័យថាកើតស្វាយរ៉ាំរ៉ៃស្វាយបែកនោមមកមានខ្ទុះមានឈាមបងប្អូនទទួលទាន3ថ្ងៃឡើងទៅអាការៈនឹងបានធូរថយហើយសូមព្យាយាមទទួលទានឲ្យបានពី3សប្តាហ៍ធានាថានឹងបានជាសះស្បើយជាជាបំខានចំណែកបងប្អូនស្ត្រីដែលឧស្សាហ៍ធ្លាក់សធ្លាក់មកមានអាការៈមានក្លិនស្អិតឡើងខៀវជាដើមហើយនឹងរមាស់បងប្អូនទទួលទាន3ថ្ងៃទៅ5ថ្ងៃអាការៈរមាស់នឹងបានធូរស្បើយជាជាបំខានចំណែកបងប្អូនដែលមានអាការៈហឺតហត់ឧស្សាហ៍ហត់នឿយអស់កម្លាំងស្លេកស្លាំងសូមទទួលទានជាប្រចាំមិនកំណត់ថ្ងៃទេឲ្យតែបងប្អូនមានអារម្មណ៍ថាអាការៈហឺតហត់របស់បងប្អូនបានធូរស្រាលហើយបងប្អូនក៏ឈប់ហូបចុះរូបមន្តនេះគេប្រើត្រូវច្រើនគ្នាណាស់សូមព្យាយាមចុះមិនខុសបំណងទេពីខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសូមអរគុណ Ah, so good. You try some.